distance sensor គឺជា sensor មួយប្រភេទដែលវាចាប់ឧបសគ្គក៏ដូចជាវត្ថុដែលមាននៅខាងមុខវាហើយ sensor ប្រភេទនេះគឺគេយកវាមកប្រើប្រាស់ដើម្បីឲ្យវាផ្ដល់សញ្ញាជៀសវាងការបុកឬក៏ការប៉ះទង្គិចអ្វីដែលមាននៅខាងមុខឬក៏ខាងក្រោយដែលយើងមើលមិនឃើញ sensor ប្រភេទនេះគឺគេអាចរកឃើញបានជាពិសេសគឺនៅខាងក្រោយគូទឡានដែលគេដាក់ដើម្បីជៀសវាងក្នុងការប៉ះពាល់ឬក៏ប៉ះទង្គិចនៅពេលដែលថយឡានសួស្តីអ្នកនរគ្នាខ្ញុំបាទរ៉នសនរ៉ាមបច្ចុប្បន្នគឺជាគរុសិស្សឯកទេសអង់គ្លេស ICT ហើយសម្រាប់វីដេអូនេះគឺខ្ញុំនឹងមកបង្ហាញអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងការបង្កើត distance sensor ដោយប្រើប្រាស់ឧបករណ៍ Arduino ខ្ញុំគិតថា project មួយនេះវាសំខាន់ដោយសារតែយើងអាចយកវាទៅអភិវឌ្ឍបន្ថែមក្នុងការប្រើប្រាស់ជាមួយនឹងតម្រូវការប្រចាំថ្ងៃជាក់ស្ដែងគឺដូចខ្ញុំបាននិយាយមុននឹងអញ្ចឹងគឺទាក់ទងជាមួយនឹងការដាក់នៅក្នុងគូទឡានហើយខ្ញុំធ្វើដើម្បីបន្ទុកផងដែរដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅកាន់ពីរបៀបធ្វើទាំងអស់គ្នាហើយនេះគឺជាឧបករណ៍ដែលយើងត្រូវការយើងមានដូចជា Arduino Uno R3 breadboard ultrasonic sensor jumper wire buzzer ហើយនិង USB cable អ្វីដែលយើងត្រូវធ្វើដំបូងនោះគឺយក ultrasonic sensor របស់យើងមកដោតនៅលើ breadboard អញ្ចឹងគឺយើងដោតបែបនេះមកបាទយើងដោតបែបនេះហើយបន្តមកទៀតគឺយើងប្រើប្រាស់ buzzer របស់យើងគឺយើងដោតមកលើកន្លែងនេះបាទអញ្ចឹងគឺយើងបានបែបនេះហើយបន្តមកទៀតគឺយើងត្រូវការយក jumper wire របស់យើងមកដោតពីជើង buzzer មកកាន់ពូលដកអញ្ចឹងត្រូវប្រកាសថាជើងរបស់buzzer ហើយនិង jumper wire របស់យើងគឺនៅក្នុងជួរតែមួយអញ្ចឹងយើងអាចប្រហើបវាមើលបន្តិចមកហើយវានៅជួរមួយណាបាទអញ្ចឹងយើងដាក់ជួរកន្លែងនេះហើយយើងដោតមកពូលដកចំកន្លែងនេះអូខេអញ្ចឹងគឺយើងបានបែបនេះហើយបន្តមកទៀតគឺយើងត្រូវភ្ជាប់ GND ពី ultrasonic កន្លែងនេះបាទអញ្ចឹងយើងដោតចំកន្លែងនេះមកជើងទី1មកគោលដករបស់វាបាទអញ្ចឹងគឺយើងបានបែបនេះតទៅទៀតគឺយើងត្រូវការឧបករណ៍ Arduino Uno R3 របស់យើងបាទដើម្បីភ្ជាប់ពី breadboard មកកាន់ Arduino Uno R3 របស់យើងអញ្ចឹងជើងទី2បន្ទាប់ពីនឹងមកគឺយើងហៅថា Echo បាទ Echo នោះគឺយើងភ្ជាប់នៅpin ទី10បាទជើងបងប្អូនអាចមើលមានលេខ10នៅលើ Arduino របស់យើងអូខេហើយបន្តមកទៀតគឺយើងភ្ជាប់ពីខ្សែ trigger បាទជើង trigger របស់វាមកលេខ9បាទចំកន្លែងនេះអូខេហើយបន្តមកទៀតជើងចុងក្រោយបាទចំកន្លែងនេះគឺយើងភ្ជាប់មកកាន់V5 បាទ V5 បាទគឺនៅជិត GND កន្លែងនេះបាទភ្ជាប់មកកាន់ V5 អញ្ចឹងបងប្អូនអាចឃើញ V5 នៅលើ Arduino របស់យើងបាទនេះចំកន្លែងនេះអូខេហើយបន្តមកទៀតនោះគឺយើងភ្ជាប់ពី buzzer របស់យើងបាទជើងរបស់ buzzer អញ្ចឹងយើងត្រូវមើលឲ្យចំជើង jumper wire របស់យើងគឺចំជាមួយនឹងជើងរបស់ buzzer របស់យើងអញ្ចឹងយើងអាចលើកបន្តិចមកដើម្បីមើលងាយស្រួលមើលបាទអញ្ចឹងយើងភ្ជាប់កន្លែងនេះអូខេបន្ទាប់មកយើងភ្ជាប់មកកាន់លេខ13បាទចំកន្លែងនេះអូខេអញ្ចឹងគឺយើងបានប៉ុណ្នេះហើយបន្តមកទៀតគឺយើងប្រើប្រាស់jumper wire ញីឈ្មោះនេះគឺយើងដោតមាននៅចំពូលដកបាទជាមួយនឹងជើង GND នៅជិតលេខ13នេះគឺមាន GND បាទភ្ជាប់កន្លែងហ្នឹងមកអូខេបន្តមកទៀតគឺយើងប្រើប្រាស់ USB cable នេះបាទដោតនៅចំកន្លែងនេះដើម្បីយើងភ្ជាប់ជាមួយនឹង computer ដើម្បីយើងបញ្ចូលកូដពេលដែលយើងបញ្ចូលកូដបានហើយទៅវាអាចដំណើរការ Arduino របស់យើងគឺអាចដំណើរការបានជាស្ដែងដើម្បីឲ្យ Arduino របស់យើងដំណើរការនោះគឺយើងត្រូវធ្វើការបញ្ចូលកូដហើយខ្ញុំនឹងធ្វើការបង្ហាញកូដទៅកាន់អ្នកទាំងអស់គ្នាដូចគ្នាឥឡូវយើងមកធ្វើការតេស្តឧបករណ៍របស់យើងជាក់ស្ដែងទាំងអស់គ្នាអញ្ចឹងបើសិនជាមានឧបសគ្គចូលមកកន្លែងនេះបាទឧទាហរណ៍ថានេះគឺឧបសគ្គរបស់យើងអញ្ចឹងគឺវានឹង alert សំឡេងមកឲ្យយើងតែម្ដងតែជាក់ស្ដែងដោយសារតែខ្ញុំសរសេរកូដនេះគឺខ្ញុំសរសេរតែ20 សង់ទីម៉ែត្រទេមានន័យថាបើសិនជាមានឧបសគ្គត្រឹមតែ20 សង់ទីម៉ែត្រទៅវាឲ្យសញ្ញាមកកាន់យើងក៏ប៉ុន្តែយើងក៏អាចធ្វើការកែចម្ងាយផងដែរយើងកែកូដ
របស់យើងដាក់ទៅ50សង់ទីម៉ែត្រឬក៏100សង់ទីម៉ែត្រចឹងគឺយើងអាចធ្វើបានដូចគ្នាប៉ុន្តែជាក់ស្ដែងគឺខ្ញុំធ្វើតាម20សង់ទីម៉ែត្រទេខ្ញុំនឹងធ្វើការបង្ហាញកូដក៏ដូចជាការកែប្រវែងនៅក្នុងកូដរបស់យើងដើម្បីឲ្យ sensor របស់យើងនឹងចាប់បានកាន់តែឆ្ងាយអាចយកមកអនុវត្តជាក់ស្ដែងបានអូខេឥឡូវយើងចូលមកកាន់ផ្ទាំងកុំព្យូទ័ររបស់យើងហើយយើងមកធ្វើការបញ្ចូលកូដទាំងអស់គ្នាខ្ញុំនឹងទម្លាក់កូដជូនដល់អ្នកនរគ្នានៅក្នុង description ដើម្បីអ្នកនរគ្នាអាចគ្រាន់តែ copy ហើយអាចយកទៅប្រើប្រាស់បានអូខេអញ្ចឹងដើម្បីអាចបញ្ចូលកូដបានគឺយើងត្រូវមានកម្មវិធី Arduino IDE នេះចឹងយើងបើកមកហើយនេះគឺកន្លែងដែលបញ្ចូលកូដខ្ញុំបានបញ្ចូលកូដរួចជាស្រេចហើយជាក់ស្ដែងនៅត្រង់កន្លែងនេះគឺខ្ញុំគ្រាន់តែបង្ហាញទេខ្ញុំមិនអាចបញ្យល់ពីមួយទៅមួយទេវាអាចចំណាយពេលយូរខ្លាំងចឹងខ្ញុំគ្រាន់តែបង្ហាញត្រួសតាក់ទងជាមួយនឹងកូដបាទអញ្ចឹងសម្រាប់កូដនៅត្រង់កន្លែងនេះគឺយើងគ្រាន់តែដាក់វានៅ integer ដូចជាយើងបានរៀបចំនៅលើ Arduino ក៏ដូចជានៅលើ breadboard របស់យើងដែល trigger pin គឺនៅក្នុង pin ទី9 echo pin ហ្នឹងគឺនៅ pin ទី10ហើយ buzzer pin ហ្នឹងគឺនៅ pin ទី13បាទអូខេហើយនៅត្រង់កន្លែង voice setup នេះគឺយើងចង់បញ្ជាក់ប្រាប់ថាសម្រាប់ buzzer របស់យើងហ្នឹងគឺជា output វាជាអ្នកបញ្ចេញលទ្ធផលមក trigger pin របស់យើងក៏ជា output ដូចគ្នាលើកលែងតែ echo pin វាគឺជា input ហ្នឹងហើយនៅត្រង់កន្លែងនេះវិញគឺកន្លែង void loop កន្លែង void loop កន្លែងហ្នឹងគឺមានន័យថាសកម្មភាពដែលកូដរបស់យើងពេលដែលវាទទួលបានរលកសញ្ញាវាអានអីចឹងហើយគឺវាត្រឡប់មកភាពដើមវិញហើយនៅត្រង់កន្លែងនេះគឺខ្ញុំដាក់ delay លេខ100នេះមានន័យថា delay សម្រាប់100 millisecond មានន័យថាវា delay មិនដល់1វិនាទីទេគឺវាតិចខ្លាំងមែនតើអញ្ចឹងមានន័យថាគ្រាន់តែយើងដាក់ដៃចូលទៅគឺវា loop បញ្ចេញលទ្ធផលឲ្យយើងម្ដងទៀតភ្លាមតែម្ដងអូខេហើយសម្រាប់កន្លែងនេះវិញតកតងជាមួយនឹង voice measure and control នឹងមានន័យថាសម្រាប់ digital write trigger pin របស់យើងនឹងគឺខ្ញុំដាក់ low ហើយគឺវា delay microsecond 2នឹងមានន័យថាជាក់ស្ដែងបើនិយាយស្ដាប់ទៅវាប្រៀបដូចជាវា clean នៅរលកសញ្ញាផ្សេងអញ្ចឹងមានន័យថាបើសិនជារលកសញ្ញាចេញពីវាភ្លាមគឺវា clean អស់វាអត់មានឲ្យរលកសញ្ញាទៅកាន់ultrasonic sensor របស់យើងទេហើយបើសម្រាប់កន្លែងនេះវិញគឺ digital write trigger pin high នេះមានន័យថានិយាយឲ្យខ្លីនៅពេលដែលមានរលកសញ្ញាទៅប៉ះវាភ្លាមគឺវា delay ត្រឹមតែ10 microsecond ទេគឺវាលឿនខ្លាំងមែនទែនគ្រាន់តែមានអ្វីឧបសគ្គអីនៅខាងមុខរលកសញ្ញារបស់យើងភ្លាមគឺវាបញ្ជូនសញ្ញាមកកាន់ឲ្យយើងដឹងតែម្ដងបាទមកដល់កន្លែងនេះវិញគឺសំខាន់ដូចគ្នាកន្លែងដែលយើងអាចកំណត់ប្រវែងដែលយើងចង់ឲ្យរលកសញ្ញាចាប់បានអញ្ចឹងយើងឃើញមើលកន្លែងនេះ if object within កន្លែងនេះគឺយើងអាចដាក់100ក៏បានដែរប៉ុន្តែយើងដាក់20ក៏មិនបញ្ហាដែរពូកន្លែងដែលយើងអាចកែបានគឺនៅក្រោមកន្លែងនេះ if distance របស់យើងនឹងបើសិនបើចម្ងាយរបស់យើងនឹងគឺវាតូចជាង100ហើយកន្លែង100នឹងគឺ100សង់ទីម៉ែត្រអញ្ចឹងបើសិនជាវាតូចជាង100សង់ទីម៉ែត្រមានន័យថាវានឹងផ្ដល់រលកសញ្ញាតែបើវាលើសពី100សង់ទីម៉ែត្រគឺវាអាចផ្ដល់រលកសញ្ញាយើងបានទេអញ្ចឹងនៅត្រង់កន្លែងនេះគឺយើងអាចកែកូដបានដូចគ្នាឧទាហរណ៍ថាខ្ញុំមិនចង់បាន100ទេខ្ញុំចង់បានតែ50សង់ទីម៉ែត្រអានឹងក៏យើងបាក់បានដូចគ្នាហើយបើសិនជាវាត្រឹមតែ100សង់ទីម៉ែត្រតិចជាង100សង់ទីម៉ែត្រគឺ buzzer របស់យើងនឹងគឺវានឹងផ្ដល់សំឡេងឲ្យយើងសំឡេងរបស់វាគឺនឹងបើកក៏ប៉ុន្តែបើសិនជាវាលើសពី100បាទមានន័យថាbuzzer របស់យើងគឺវានឹងបិទសំឡេងហើយបាទអញ្ចឹងដូចជាប៉ុណ្្នឹងឯងសម្រាប់ការបញ្យល់ត្រួសទាំងអស់គ្នាអាច copy កូដយកទៅប្រើប្រាស់បានហើយពេលដែលយើងបានបញ្ចូលកូដនឹងហើយគឺយើងអាចចូលទៅកន្លែង tool នេះបាទហើយយើងរើសយក port សម្រាប់port Arduino របស់ខ្ញុំគឺ COM6 Arduino Uno មួយនេះបាទហើយបន្ទាប់ពីយើង select រកហើយគឺយើងចុចពាក្យថាសញ្ញាព្រួយមួយនេះដែលមានពាក្យថា upload ហើយយើង upload ចូលទៅបាទអញ្ចឹងបន្ទាប់ពីយើង upload ចូលហើយគឺ
នៅtrong កន្លែងនេះគឺវាចេញដាន uploading អញ្ចឹងមានន័យថាវាដំណើរការប៉ុន្តែបើសិនជាវាដាក់ uploading fail អីអញ្ចឹងមានន័យថាយើងអាចមានបញ្ហាកូដអាចមានបញ្ហាខ្សែអញ្ចឹងទៅចឹងនៅត្រង់កន្លែងនេះគឺខ្ញុំបានកែកូដរហូតដល់100សង់ទីម៉ែត្រស្មើនឹង1ម៉ែត្រអញ្ចឹងបើសិនជាមានឧបសគ្គត្រឹម1ម៉ែត្រគឺវាផ្ដល់រលកសញ្ញាឲ្យយើងតែម្ដងអូខេអញ្ចឹងខ្ញុំនឹងធ្វើការតេស្តតែម្ដងបាទឧទាហរណ៍ថាខ្ញុំដាក់ដៃចូលទៅបាទនេះជាឧបសគ្គពេលដែលខ្ញុំដកចេញលើសពី100សង់ទីម៉ែត្រគឺវាអត់ផ្ដល់រលកសញ្ញាយើងទេបាទអញ្ចឹងត្រឹម1ម៉ែត្រគឺវាផ្ដល់សញ្ញាឲ្យយើងបាទអូខេអញ្ចឹងមានន័យថាproject របស់យើងគឺទទួលបានជោគជ័យហើយ